បាទបងប្អូនឥឡូវបានឆ្លងមកជួរបងប្អូននេះវាឆែតនេះផលិតមានតែគូនឥឡូវបងដាក់សម្រាប់ដាក់ដាំទឹកបងប្អូនបាទដាក់មកដេងស្លឹកក្រូចចូលបងប្អូនហ្នឹងហើយជ្រំប្រហុកបាទនឹងចង់ហូបផ្លុំជួរឥឡូវធ្វើផ្លុំជួរហូបម្ដងបាទ5 7ខ្ចីនៅទឹកពុះហើយយើងដាក់ត្រីចូលទៅបងប្អូនបាទសំគ្រឿងទៅដាក់ស្ករខ្ទឹមចេកណាចំណូលចិត្តតាមចូលចិត្តបាទនេះវាឆែតទៅយើងទៅតំណងបងប្អូនហើយហ្នឹងហើយបន្លែស្លជូរលីបន្លែគ្រប់មុខបងប្អូនបាទមានផលិតមានតកួនមានអីចឹងបងប្អូនបាទហើយឆែតមានការស្នោទេសផ្លោកអូដល់ឆ្ងាញ់ម្ដងហ្នឹងឥឡូវជ្រុំជួរបងប្អូនដាក់កាមេរ៉ាគៀបពេលឲ្យឈួរផ្សែងឡើងល្ងឹតមេឃចឹងបងអូដាក់មកអមចូលទៅបាទដាក់មកអមចូលបងប្អូនឲ្យឈ្ងុយឥឡូវវាឆ្អិនហើយបងប្អូននេះបងប្អូនអើយតំណងនេះបងប្អូនបាទអែមមកថាអត់បងប្អូនបាទបន្លែច្រើនមុខហ្នឹងហើយឃើញនៅផ្សារតំណងនោះបន្លែជាចង់ហូបក៏ដាក់មានមុខពេចនោះទេបងប្អូនបាទឥឡូវអរគុណបងប្អូនដែលបានតាមដានបាទវីដេអូខ្ញុំពីដើមរហូតដល់ចប់បងប្អូន